ខ្មែរក្រមសកម្មជនសកម្មនារីរបស់ខ្មែរក្រមនៅពេលនោះគឺត្រូវបានការកាប់សម្លាប់យួននឹងគឺថាចាក់ឲ្យបាត់កាប់សម្លាប់បញ្ចោលឬធ្វើតាមទរណកម្មនឹងច្រើនណាស់នៅនៅទសវត្សរ៍ឆ្នាំ980ផ្លែគាត់គឺខ្មែរក្រមរួមគូច្រើនណាស់ហើយខ្មែរក្រមយើងក្នុងនោះមានណាមានប្រជាជនគុំទុកយើងនោះហើយដែលយួនធ្វើគាត់ធ្វើខិតនៅក្នុងគុកទៀតគាត់ដែលគាត់ឃើញនេះរឿងនេះគឺថាសារជាតិរបស់កុម្មុយនីសនេះសារជាតិវិញសារជាតិកៅតដៃរបស់ប្រឡាក់ឈាមខ្មែរក្រមពេញពីនោះឯងថ្ងៃនេះយើងបានទទួលព័ត៌មានយូរហើយប្រហែលថ្ងៃមុនម្លេះប៉ុន្តែថ្ងៃនេះមិនបានជួបគ្នាសោះប្រហែលថ្ងៃហើយសប្តាហ៍ក្រោយប្រហែលថ្ងៃសប្តាហ៍នេះយើងមិនសូវបានជួបគ្នាពីព្រោះយើងកិច្ចការរបស់ច្រើនសហព័ន្ធរបស់យើងកំពុងតែពមៀញឹកធ្វើសេចក្តីលិខិតថ្កោលទោសឬក៏សេចក្តីតវ៉ាយ៉ាងណាលោកប្រធានសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីនឹងសូមធ្វើសេចក្តីរាយការណ៍ថាតើយើងបានធ្វើការងារដល់កម្រិតណាហើយចំពោះការចាប់ឃុំឃាំងឬក៏ធ្វើទរណកម្មដល់សកម្មជនរបស់យើងកណាអរគុណហ្នឹងរឿងសំណួរដែលគុណនឹងមានសារៈសំខាន់ចំពោះសកម្មជនសកម្មនារីយើងជាពិសេសគឺថាមានប្រជាជនគឹមសំរិននិងលោកថាច់សឹងដងព្រមទាំងលោកថាច់ងាដែលអាជ្ញាធរយួននឹងបានបញ្ជូនខ្លួនគាត់នឹងទៅកាត់ទោសនៅខេត្តលង្ហោយើងខ្មែរថាខេត្តលង្ហោនោះឯងហើយតាមដែលវីដេអូដែលគុណបានចាក់ផ្សាយមិញហ្នឹងគឺអាជ្ញាធរយួនហ្នឹងគេចោទប្រកាន់ថារឿងដែលបងប្អូនយើងហ្នឹងប្រើហៅថា Facebook ហ្នឹងគុណបណ្ដាញសង្គម Facebook ហ្នឹងធ្វើឲ្យបានបាត់សណ្ដាប់ធ្នាប់សង្គមសាធារណៈក៏ដូចជាការប៉ះពាល់នៅគេហៅថានៅសង្គមរបស់យួនដែលគុណបើយើងកលេចមើលទៅដែលគុណរឿងអាជ្ញាធរយួនហ្នឹងដែលគេចោទខ្មែរក្រមយើងហ្នឹងតាំងពីដើមទីរហូតមកដល់ថ្ងៃនេះទេគុណការចោទប្រកាន់ហ្នឹងគឺវាអត់មានអីផុសតាងក្រៅពីការដាក់បន្ទុកចោទប្រកាន់ដើម្បីចាប់ដាក់បន្ទុកដើម្បីចាប់ដាក់គុកទៅប៉ុណ្ណឹងទេគុណអានេះមូលហេតុដែលបងប្អូនយើងធ្វើទាំងអំបាលម៉ានហ្នឹងឧទាហរណ៍ដូចជាលោកថាច់សឹងដងលោកថាច់ងាដែលជាសកម្មជនយើងផ្នែកខាងសិទ្ធិមនុស្សទេគុណពួកគាត់នឹងបើគាត់ចូលទៅគេហៅថាចែករំលែកនៅតាម Facebook របស់ពួកគាត់ក៏ដោយប៉ុន្តែការចែករំលែករបស់គាត់នឹងគឺត្រឹមតែស្របទៅតាមមហាច្បាប់អន្តរជាតិគឺការចែករំលែកឧទាហរណ៍ថាពួកគាត់ចូលរួមនៅគេហៅថាទិវានារីអន្តរជាតិក្តីទិវាសិទ្ធិមនុស្សអន្តរជាតិក្តីនិងទិវាដទៃទៀតដែលពួកគាត់តែងតែចូលរួមណាគុណចូលរួមការគ្រប់គ្រងនៅបញ្ហាគេហៅថាសិទ្ធិមនុស្សនោះឯងនិយាយទូទៅគឺថាបងប្អូនទាំង3អង្គនឹងរូបនឹងដែលគុណពួកគាត់នឹងគ្មានអ្វីក្រៅពីធ្វើខាងសិទ្ធិមនុស្សទេគុណហើយដែលគុណគួរឲ្យកត់សម្គាល់មួយទៀតថាក្នុងនោះមានដែលគុណគឹមសំរិនដែលគុណដឹងស្រាប់ហើយសកម្មភាពរបស់ដែលគុណគឹមសំរិនគឺថាគ្មានអីអ្វីទៅអាជ្ញាធរយួននោះគឺថាយកលេសដើម្បីចាប់ចងនិងបន្ស្រាបស្បងចំពោះដែលគុណគឹមសំរិនដែលគុណបងពីដែលគុណគឹមសំរិនដូចជាបងប្អូនវាគ្មានខ្លះក៏បានលើកឡើងខ្ញុំទទួលស្គាល់ថាការងាររបស់ដែលគុណគឹមសំរិនហ្នឹងជាការងារមួយលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរក្រមយើងដែលមិនដែលធ្លាប់មានទេគុណជាពិសេសគឺដែលគុណគឹមសំរិនហ្នឹងលោកបានធ្វើនៅរូបចម្លាក់អង្គញាសឹងកុយរបស់របស់វីរៈបរោះរបស់យើងគឺអង្គញាសឹងកុយនឹងឯងហើយរូបចម្លាក់នឹងទៀតពំសោតប្រជាជននឹងបានដង្ហែដែលគុណមានដែលនៅចាំនៅ live ផ្ទាល់នៅចាំទេគុណលោកបានដង្ហែរូបសំណាកកៅថាពុកបបរោះរបស់យើងគឺលោកកញ្ញាសឹងកុយនឹងគឺដង្ហែនៅម្ដុំកៅថានៅខេត្តបាត់ដំបងយើងនឹងឯងដង្ហែរឿងនេះទេគុណយើងនេះជាតាមដែលប្រវត្តិសាស្ត្ររបស់ខ្មែរក្រមយើងដឹងទទួលស្គាល់ថាវរៈបរោះរបស់យើងគឺថាលោកកញ្ញាសឹងកុយនឹង
នរណាក៏ដឹងលឺដែរទៅណាជាសាធារណៈសម្រាប់ខ្មែរក្រមយើងប៉ុន្តែជារឿងមួយដែលយើងមិននឹកស្មានដល់គឺប្រជាជនគឹមសម្រិទ្ធហ្នឹងហ៊ានធ្វើរហូតទៅដល់មានរូបសំណាករបស់លោកញ៉ាសឹងកុយវីរបុរសរបស់យើងហើយលោកបានដង្ហែដង្ហំតាមឡានទេណាគុណណារឿងនេះគឺជារឿងអស្ចារ្យមួយកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រខ្មែរក្រមយើងមិនដែលមានអាណាធ្វើទេគុណណារឿងនេះជារឿងលេចធ្លោមែនទែនទេគុណដូច្នេះប្រជាជនគឹមសម្រិទ្ធនឹងក៏ជាប្រសង់លើកដំបូងមកហើយក៏លើកទី1ក្នុងប្រវត្តិសាស្ត្រខ្មែរក្រមយើងណាគុណដែលលោកបានធ្វើនៅរូបចម្លាក់លោកអុកញ៉ាសឹងកុយព្រមទាំងដង្ហែរូបចម្លាក់របស់លោកញ៉ាសឹងកុយហ្នឹងនៅម្ដុំខេត្តប្រតាពាំងយើងតាមខេត្តឬក៏តាមវត្តណាតាមផ្លូវគឺថារឿងនេះជារឿងមួយគឺនិយាយរួមទៅប្រជាជនគឹមសម្រិទ្ធនេះគឺជាជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរក្រមហ្នឹងរឿងនេះគឺថាមិនមែនជារឿងមួយតូចតាចទេបើសិនជាយើងប្រៀបធៀបទៅសកម្មភាពរបស់គឹមសម្រិទ្ធហើយយួនណាអាហ្នឹងវាជាចំណុចរសើបរបស់យួនព្រោះលោកញ៉ាសឹងកុយត្រូវបានយួនមិនកាត់កទេគុណណាដោយសារតែលោកញ៉ាសឹងកុយហ្នឹងគាត់សុកចិត្តឲ្យយួនកាត់កគាត់ដើម្បីបដូរយកនៅសិទ្ធិសេរីភាពសម្រាប់ជូនប្រជាជនខ្មែរក្រមយើងទាំងមូលទេគុណក្នុងនោះឲ្យខ្មែរក្រមយើងទៅតែយួនទៅទុករក្សានៅការហៅទៅទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាថេរវាទនេះនៅដែនដីដកកំសត់របស់យើងនេះគឺថាការពលិកម្មនៅពេលនោះគឺធំធេងយើងមិនអាចយកសម្ដីណាសម្ដីមាសសម្ដីពេជ្រណាក៏ដោយដើម្បីមកប្រៀបធៀបធ្វើការប្រៀបធៀបនៅកាលណាមនសិការៈជាតិដ៏ខ្ពង់ខ្ពស់របស់វីរបុរសរបស់យើងគឺលោកញ៉ាសឹងកុយនោះគឺយើងមិនអាចធ្វើការប្រៀបធៀបប្រមាណបានទេរឿងនេះជារឿងតម្លៃធំធេងដូចមហាសាលយើងមិនអាចរាយរាប់ឲ្យអស់ពីវរៈភាពរបស់លោកញ៉ាសឹងកុយហើយចំណុចក្នុងហើយនៅពេលដែលគុណគឹមសម្រិទ្ធលោកបានដង្ហែរូបសំណាករបស់លោកញ៉ាសឹងកុយនៅជុំវិញគឺទៅជាពិសេសគឺខេត្តប្រតាពាំងឯងហើយរឿងនោះយួនគេមិនចង់បានទោះបីយួនមិនចង់បានរឿងនេះបើតោចាឆ្លាក់នៅក្នុងកៅហៅថាប្រវត្តិសាស្ត្ររបស់ខ្មែរក្រមហ្នឹងគុណរឿងនេះប្រជាជនគឹមសម្រិទ្ធនឹងគឺជាអ្នកជាកៅហៅថាប្រសង់លើកទី1បង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរក្រមយើងដែលលោកបានធ្វើរូបសំណាកហើយដង្ហែរូបសំណាកទៀតនៅជុំវិញនៅខេត្តប្រតាពាំងនឹងឯងអានោះជាចំណុចមួយលេចធ្លោហើយយើងមិនអាចប្រកែកបានទេគុណទោះបីពេលនេះដែលយួនចាប់ប្រជាជនគឹមសម្រិទ្ធសម្រាប់ស្បង់ច្បួនហ្នឹងគ្រាន់តែជារឿងនេះគឺមិនតាមតែគេហៅថាការរំលោភបំពានរបស់យួនទេប៉ុន្តែហាក់បីដូចជាយួនហ្នឹងកាន់តែលើកនៅកិត្តិយសឈ្មោះរបស់គឹមសម្រិទ្ធហ្នឹងលេចធ្លោឡើងថែមទៀតគុណលើឆាកអន្តរជាតិគុណរឿងនេះមិនរឿងតូចតាចទេគុណរឿងគឹមសម្រិទ្ធនេះមិនរឿងតូចតាចដាច់ខាតសូម្បីតែយើងមនុស្សធម្មតាយើងមិនអាចធ្វើបានទេគុណរឿងនេះហើយវាជាប់នៅកំណត់ត្រាវត្តសាស្ត្ររបស់ខ្មែរក្រមទៀតរឿងនេះអានោះជារឿងមួយលេចធ្លោបំផុតហើយយួនគេមិនចង់បានឃើញថារឿងវត្តសាស្ត្រខ្មែរឲ្យរឿងនេះគេហៅថាត្រឡប់មកវិញទេគុណទោះបីរឿងយួនចង់មិនចង់ជារឿងរបស់គេប៉ុន្តែរឿងសិទ្ធិរបស់ខ្មែរក្រមគឺយើងត្រូវតែធ្វើរឿងនេះឲ្យទៅជាគណៈអន្តរជាតិរឿងដែលគេចាត់ទៅជារឿងអន្តរជាតិដូចគុណគឹមសម្រិទ្ធហ្នឹងរឿងសកម្មជនយើងទាំង3អង្គនឹងរូបដែលអញ្ញាធិយួនបានកាត់ទោសព្រះអង្គនិងសកម្មជនទាំង2រូបទៀតគឺលោកស៊ឹងដងនិងលោកតាងាគុណនៅថ្ងៃទី18វិច្ឆិកា2025ហ្នឹងស្របពេលដែលអញ្ញាធិយួនហ្នឹងថ្ងៃហ្នឹងបានចាប់ខ្លួនលោកស្រីថាច់វរីលោកថាច់ថៃវរីទេគុណថ្ងៃហ្នឹងដែលគុណវាព្រឹត្តិការណ៍ដែលពីធំដែលកើតហើយព្រឹត្តិការណ៍នេះយួនមិនអាចប្រកែកបានទេព្រឹត្តិការណ៍ហ្នឹងបើតោជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ខ្មែរក្រមយើងទេគុណបានន័យថាយួនក៏បានចូលរួមបង្កើតនៅព្រឹត្តិការណ៍ឡើងវាជាព្រឹត្តិការណ៍មួយសម្រាប់ខ្មែរក្រមនឹងលេចធ្លោលើឆាកអន្តរជាតិចំណុចណាខ្លះដែលកណ្ដាលនិយាយយ៉ាងហ្នឹងបែបហ្នឹងទេគុណចំណុចទី1ថ្ងៃហ្នឹងថ្ងៃដែលគេចាប់លោកស្រីថាច់
ថៃវ៉ារីដែលកំចាប់ជាប់គុកហ្នឹង ណា ចាប់ខ្លួនលោកថាច់លោកស្រីថាច់ថៃវ៉ារីហ្នឹងនៅថ្ងៃទី18វិច្ឆិកា2025នេះវាសពពេលនឹងអាជ្ញាធរយួនថ្ងៃនោះក៏បានយកសកម្មជនជាពិសេសគឺប្រជាជនគឹមសំរិនលោកថាច់សឹងដុងនិងលោកថាច់ងាឡើងតុលាការថ្ងៃនោះហេតុដូចម្ដេចបានគេបង្វែរអារម្មណ៍ពេលដែលគេចាប់លោកថាច់វ៉ារីហ្នឹងគាត់ហាក់បីដូចជាបង្វែរអារម្មណ៍អោយប្រជាជនយើងហ្នឹងតចាប់អារម្មណ៍លើលោកស្រីថាច់វ៉ារីដែលគេចាប់ខ្លួនហ្នឹងគាត់ប៉ុន្តែគេបង្វែរអារម្មណ៍មិនអោយខ្មែរក្រមយើងមិនអោយក្រុមគ្រួសារញាតិមិត្តរបស់សកម្មជនសកម្មនារីរបស់យើងនៅពេលនោះនៅថ្ងៃទី18ហ្នឹងគេមិនបានអញ្ជើញគេមិនបានប្រាប់ជូនដំណឹងឲ្យគេហៅទៅក្រុមគ្រួសារទាំងសកម្មជនទាំង3អង្គនឹងរូបនឹងឯងបើសិននៅពេលនោះទេគាត់បើសិនជាពួកយួននេះបើវាអត់មានអាកំបាំងនៅពីក្រោយវាអត់មានរឿងអីសោះដែលកាត់ឡើងសម្រាប់លោកថាច់ងានៅពេលនោះបើសិនលោកថាច់ងាអត់មានរបួសមុខអីចឹងគឺវាអាចនឹងប្រាប់ក្រុមគ្រួសារញាតិមិត្តរបស់សកម្មជនទាំង3ហ្នឹងរូបហ្នឹងអង្គរូបហ្នឹងឡើងទៅសិក្សាអាកាសសិទ្ធិស្រាប់ហ្នឹងគាត់វាលាក់រឿងនេះដោយសារតែវាធ្វើទរណកម្មលោកថាច់ងាទេគាត់វាធ្វើទរណកម្មលោកថាច់ងាហ្នឹងវត្តដិតដែកវត្តដិតឲ្យក្តៅឲ្យវាឈុតមុខថាច់លោកថាច់ងាហ្នឹងខាងចំការខាងលើហ្នឹងថ្នាក់ខាងលើហ្នឹងមានសាលាសញ្ញាខ្វែងហើយកំភ្លៀងទាំងខាងឆ្វេងប៉លខាងឆ្វេងខាងស្ដាំរបស់លោកថាច់ងាហ្នឹងក៏ប៉លវាខ្វែងជាខ្វែងទៀតដល់ឃើញហើយរហូតដល់ចង្ការរបស់លោកតាច់ងាហ្នឹងក៏ទៅខ្វែងដែរណាដូច្នេះអាស្លាកស្នាមនងយើងមានផបសំណាងល្អទេគុណណាស្លាកស្នាមហ្នឹងគឺខ្មែរក្រមយើងអត់មានចូលទៅធ្វើសវនកម្មទេគឺអាជ្ញាធរយួនហ្នឹងគុណមើលហ្នឹងអាជ្ញាធរយួនណាដែលគេចាប់ឲ្យបងប្អូននឹងឡើងតុលាការនៅថ្ងៃនោះហើយរូបនេះត្រូវបានថតដោយនគរបាលខេត្តលង្ហោទេគុណជួយថតឲ្យយើងអាហ្នឹងទេអារឿងហ្នឹងយល់មិនអាចប្រកែកបានទេរូបដែលគេហៅថានេះមានមុខចំដែលស្នាមឈូតមុខរហូតដល់មានភ្នែកខ្មៅទៀតគុណមើលឃើញភ្នែកទាំងសង្ការខ្មៅទៀតមិនមែនហើយលោកថាច់ងានេះត្រូវពួកយួនពួកកូនអ្នកធ្វើបាបលោកថាច់ងាហ្នឹងវាយបាក់ថ្មិញខាងលើទៀតគុណបាក់ថ្មិញម្ដងទៀតតាមយើងទូលបានណាបាក់ថ្មិញម្ដងទៀតដូច្នេះរឿងនេះវាសាហាវយងក្នុងមែនទេគឺទៅពួកយួនកុម្មុយនីនេះវាធ្លាប់ធ្វើបាបខ្មែរក្រមយើងតាំងប៉លនេះក៏ឃើញស្នាមខ្វែងដែរតែខ្វែងតង់សង្ខារគុណមុខគុណមើលមុខមាត់ក៏ផ្លប់គ្រប់កន្លែងអស់សូម្បីតែនៅដែលគុណមើលកន្លែងស្នាមចំហ្នឹងគឺស្នាមនេះស្នាមទរណកម្មនៅពេលដែលលោកថាច់ងាចូលគុកអាភ្នែកហ្នឹងក៏ហមអស់ហើយខ្មៅបងទាំងភ្នែកទាំងស្អីទាំងមុខមាត់គឺថាវាខ្មៅទាំងអស់នេះជាស្លាកស្នាមដែលអាជ្ញាធរយួនហ្នឹងគេធ្វើទរណកម្មមកលើលោកតាច់ងាគុណហើយអ្នកចប់គុកទេគុណអ្នកចប់គុកខ្ញុំថាមិននៅស្រុកណាទេស្រុកណាដូចស្រុកណាទេគុណច្បាប់ដែលចាប់គេចប់គុកតាមតាគីខត់ខាំងអ្នកគុកហ្នឹងគឺមិនអត់មានសេរីភាពដើរហើរតែប៉ុណ្្នឹងគុណប៉ុន្តែសេរីភាពដទៃទៀតនៅមានទាំងអស់សេរីភាពមិនត្រូវបានគេធ្វើបាបធ្វើទរណកម្មនេះសេរីភាពដែលយើងមាននៅខាងក្រៅដែលយើងមានប្រមាថដូចថាមានសេរីភាពទទួលអាហារហូបចុកល្អទទួលថ្នាំសង្កូវហើយទទួលការព្យាបាលតាមពេទ្យមកហ្នឹងគុណណាគឺបានដូចជាអ្នកមានសេរីភាពក្នុងក្រៅអញ្ចឹងបានលើកលែងតែចំណុចមួយដែលពួកគាត់អត់មានសេរីភាពដើរហើយអានោះជាចំណុចមួយសម្រាប់អ្នកគុកលើពិភពលោកហ្នឹងគេណាក៏ដឹងដែរយើងនិយាយរឿងហ្នឹងណាគុណដូច្នេះរឿងដែលព្រឹត្តិការណ៍ដែលកើតឡើងពីផ្ទួនគ្នាក្នុងថ្ងៃតែមួយហ្នឹងគឺយួនគេចង់លាក់កំបាំងមិនអោយខ្មែរក្រមនោះចូលទៅសវនាការប៉ុន្តែថតឲ្យគេមើលទេអារឿងនេះជារឿងអកុសលរបស់យួនហើយជាមុខថៃងាកាលហ្នឹងក៏មិនតាន់ឡើងសវនាការកាលហ្នឹងមិនតាន់មុខចាប់ឃើញអាជ្ញាធរយួនមកគេចាប់ទៅលោកថ្ងៃឲ្យយឺតហ្នឹងមានចំគឺលោកថាច់ងាអត់មានទេផ្ទៃមុខរបស់លោកថាច់ងាហ្នឹងគឺនៅជាមនុស្សសាមញ្ញធម្មតាជាមនុស្សល្អធម្មតាអញ្ចឹងប៉ុន្តែក្រោយពីការចាប់ខ្លួន7 6 7ខែ8ខែមុនពេលនាំក្រោយពេលនាំខ្លួន
លោកថាច់ងាឡើងតុលាការហ្នឹងវាឃើញមានស្លាកស្នាមហើយសួរថាតើស្លាកស្នាមហ្នឹងតើត្រូវបានសហគមន៍អន្តរជាតិនេះគេចាប់អារម្មណ៍យ៉ាងម៉េចអានោះវាជាចំណុចមួយធំដែលលេចធ្លោក្រោយពីការទៅសវនកម្មគុណណាគឺក្រោយពេលដែលគេធ្វើសវនកម្មហើយគេធ្វើទរណកម្មមកលើរូបរាងកាយរបស់លោកតាច់ងាជាពិសេសគឺមុខរបស់លោកតាច់ងាហើយនឹងត្រូវបានអាជ្ញាធរប៉ូលីសឡុងហោហ្នឹងអ្វីបាក់ថ្មីនៅខាងលើខាងស្ដាំហ្នឹងគុណបាក់ថ្មីម្ដងទៀតជួននេះកណ្ដាលហ្នឹងឃើញកន្លែងហ្នឹងថ្មីហ្នឹងគឺបាក់គឺពួកវាធ្វើទរណកម្មក្នុងគុកគុណហើយអ្វីបាក់ថ្មីទៀតហើយមុខមាត់ចឹងរឿងនេះគុណរឿងនេះកាអង់គ្លេសគេហៅថា double standard វារំលោភសិទ្ធិរបស់ខ្មែរក៏ផងហើយវាធ្វើទុកបុកម្នេញធ្វើទរណកម្មមួយទៀតហើយរឿងការធ្វើទរណកម្មអ្នកគុកនៅស្រុកណាគឺគ្មានការអត់អន់ពីអន្តរជាតិអាកាសពួកយួនជាភាគីនៃកតកសញ្ញាមួយគេហៅថាកតកសញ្ញាប្រឆាំងនឹងការធ្វើទុកបុកម្នេញមនុស្សលោកយួនជាកតកសញ្ញាជាប់ពាក់ព័ន្ធនឹងកតកសញ្ញាតាមការតាបកិច្ចផ្លូវច្បាប់ binding legal binding ទៅតាមការតាបកិច្ចរបស់ខ្លួននឹងតាមកតកសញ្ញាមួយហ្នឹងដូច្នេះរឿងអស់នេះពេលដែលសហគមន៍អន្តរជាតិគេពិនិត្យមើលទៅឃើញថាលោកតាច់ងានឹងទៅរួងទរណកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំមុខចំមាត់បែបនេះដោយសារតែសហគមន៍អន្តរជាតិគេឃើញរឿងនឹងអយុធធម៌ឃើញរឿងនឹងអមនុស្សធម៌ដែលធ្វើបាបលើសកម្មជនរបស់យើងជាពិសេសគឺលោកតាច់ងានឹងឯងហេតុនឹងហើយផ្ទុះការតវ៉ាផ្ទុះការចាប់អារម្មណ៍សហគមន៍អន្តរជាតិលើពិភពលោកគេចាប់អារម្មណ៍ក្នុងនោះមានអ្នកចាប់អារម្មណ៍ខ្លះទី1អង្គការ UNPO គេឲ្យឈ្មោះថា Unrepresented Nations and People's Organization អង្គការប្រជាជនដែលអត់មានតំណាងของខ្លួនណានៅលើអង្គការសហជាតិហ្នឹងគឺថាអង្គការមួយហ្នឹងគឺទៅធ្វើការថ្កោលទោសអាជ្ញាធរយួនដែលចាប់បង្ខាំងរហូតដល់ធ្វើទរណកម្មលោកតាច់ងាទៀតគុណអាហ្នឹងការថ្កោលទោសរបស់អង្គការមួយហ្នឹងហើយអង្គការទី2ទៀតគឺអង្គការឲ្យឈ្មោះថា Christian Solidarity Worldwide អក្សរកាត់ហៅថា CSW ទេគុណអង្គការមួយនេះជាអង្គការសិទ្ធិមនុស្សមានទីតាំងនៅចាក់ពុកអង់គ្លេសហើយអង្គការមួយនេះក៏គេធ្វើការតទោសជាដោយការដែលអាជ្ញាធរយួននឹងចាប់បងប្អូនចុះហើយគេធ្វើទរណកម្មលើលោករូបថាច់លោកតាច់ងាទេគុណដូច្នេះរឿងដែលធ្វើបាបសកម្មជនយើងតាំងពីដើមហើយរហូតដល់ចាប់លោកស្រីថាច់វ៉ារីថ្ងៃនោះហើយនាំខ្លួនប្រជាជនគឹមសំរិននិងប្រជាជនជាពិសេសគឺថាលោកថាច់ស៊ុនដងនិងថាច់ងាហាច់ថាច់ងាដោយជាពិសេសគឺថាច់ងាទទួលបានទរណកម្មដែលអាជ្ញាធរយួនបានធ្វើទុកបុកម្នេញជាពិសេសគឺថានៅផ្ទៃមុខរបស់គាត់នឹងរងគ្រោះយ៉ាងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដែលយើងតាមយើងមើលឃើញក្នុងដូច្នេះអង្គការទី2ដូចខ្ញុំនិយាយថា CSW នេះគេធ្វើការថ្កោលទោសនឹងហើយរហូតទៅដល់អង្គការមួយទៀតគឺលោក Stephen Schneck នេះគឺគាត់នឹងជាកហៅថាភរៈ theory ទេគុណភរៈ theory អ្នកធ្វើការនៅក្នុងក្រសួងរបស់សហរដ្ឋអាមេរិកក៏ឲ្យឈ្មោះថា US Serve ទេគុណ CS Serve នឹងគឺអក្សរកាត់មកពី United States Commission on International Religious Freedom បានន័យថាគណៈកម្មាធិការរបស់របស់សហរដ្ឋអាមេរិកនឹងទទួលបន្ទុកផ្នែកខាងសេរីជំនឿសាសនាអន្តរជាតិទេគុណលោកថ្ងៃនោះគឺថាលោក Stephen Schneck ហ្នឹងគាត់បណ្ដាញ X របស់គាត់ទេគុណបណ្ដាញ X ដែលបណ្ដាញគេហៅថា Twitter ពីមុនTwitter គេឥឡូវគេហៅ X ហ្នឹងដូចគុណចូលទៅហ្នឹងដូចគុណឃើញគាត់គេហៅថាមានសំណេរនៅក្នុងកថាមែនតាហ្នឹងនេះមែនហ្នឹងត្រូវគុណតាម
មានតែហ្នឹងឯងគាត់ឈ្មោះថា Stephen Schneid ទៅគុណ Stephen Schneid ហ្នឹងគឺគាត់នឹងបណ្ដាញ X បណ្ដាញ social media X របស់គាត់ហ្នឹងគាត់បាននិយាយថាលោកថៃងាហ្នឹងពេលដែលអាជ្ញាធរយួនចាប់គុកគឺថាអត់មានស្លាកស្នាមលើមុខទេគាត់និយាយច្បាស់ហ្នឹងរហូតដល់ថ្ងៃឡើងតុលាការហ្នឹងគឺមានលោកថៃងាហ្នឹងមានស្លាកស្នាមលើមុខទេគាត់ហើយគាត់អំពាវនាវថារឿងនេះទៅឲ្យមានការស៊ើបអង្កេតនេះជារឿងមួយដំណឹងដ៏ល្អដែលយើងធ្វើការថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតលោក Stephen Schneid នឹងឯងដែលជាធារីទេគុណធារីរបស់គណៈកម្មាធិការរបស់សហរដ្ឋទូស្ដីបន្ទុកសេរីជំនឿសាសនាអន្តរជាតិទេគុណគឺថាគាត់បានថ្កោលទោសហើយគាត់បានលើកឲ្យរឿងនឹងឡើងគេហៅថាការដែលទរណកម្មរបស់លោកថៃងាដែលមានចោមមុខចោមមាត់ហ្នឹងគឺលោក Stephen Schneid ហ្នឹងគាត់អំពាវនាវហើយគាត់នឹងអំពាវនាវទៅដល់គេហៅថាក្រសួងការបរទេសរបស់សហរដ្ឋដាក់ឲ្យយួនហ្នឹងទៅជាប្រទេសគេហៅថាយើងអង់គ្លេសគេហៅថា countries of particular concerns បាននេះតែប្រទេសដែលវាជាប់ពាក់ព័ន្ធគេហៅថាជាប់ពាក់ព័ន្ធការព្រួយបារម្ភពិសេសដែលជាប់ពាក់ព័ន្ធនឹងរំលោភសិទ្ធិមនុស្សគុណអាពាក់ចំ3ពាក់ហ្នឹងគេចឹងនិយាយថាប្រទេសដែលជាប់ពាក់ព័ន្ធនឹងរំលោភនៅសិទ្ធិជំនឿសាសនាជំនឿសាសនានេះក្តីជំនឿគេហៅថាសិទ្ធិសេរីភាពគេហៅថាសិទ្ធិមនុស្សនេះក្តីអាហ្នឹងឲ្យឈ្មោះថា country of particular concerns ទេគុណហើយលោកអំពីនៅអក្រសួងការបរទេសសហរដ្ឋអាមេរិកទៅដាក់បញ្ចូលយួននឹងឲ្យការពិតនឹងយួនត្រូវបានគេដាក់បញ្ចូលហើយប៉ុន្តែរឿងនេះវាជារឿងមួយទៀតដែលហៅបន្ថែម blacklist បន្ថែមការហាតទម្ងន់ទៀតគុណរឿងដែលអាជ្ញាធរយួនធ្វើទរណកម្មរបស់លោកថៃងានេះហើយគណៈកម្មាធិការរបស់សហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកសេរីជំនឿសាសនាអន្តរជាតិហ្នឹងគឺគេធ្វើការអំពាវនាវបែបហ្នឹងហើយអាចចំណុចធំបំផុតគឺចំណុចដែលកាត់អំពាវនាវឲ្យសង្គមអន្តរជាតិនឹងធ្វើការស៊ើបអង្កេតឡើងរឿងនេះជារឿងមួយធំយើងតើតធ្វើរឿងនេះវាជាតឲ្យតខ្លាយទៅជារឿងអន្តរជាតិហើយលោកថៃងាហ្នឹងវាជានិមិត្តរូបអ្នកការពារសិទ្ធិមនុស្សមួយក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សលើពិភពលោកទេគុណហើយរឿងពិសេសមួយដែលលេចធ្លោបំផុតហ្នឹងគឺរឿងដែលអាជ្ញាធរយួនហ្នឹងធ្វើទរណកម្មលើរូបរាងលើមុខមាត់របស់លោកថៃងាហ្នឹងអាហ្នឹងជារឿងមួយយើងមិនអាចអត់បានហើយសូម្បីតែអន្តរជាតិគេមិនអាចអត់បានទេគុណព្រោះរឿងនេះវាពាក់ព័ន្ធទរណកម្មអ្នកតបគុកតបច្បាប់ទេគុណគេអត់មានសិទ្ធិប្រទេសណាអាចមានទៅធ្វើទរណកម្មជីងជាចំហទេគុណពួកកុម្មុយនីនេះគេធ្លាប់ទៅធ្វើបានទេគុណគេធ្លាប់តាំងពីចំនួនដើមឡើយចំនួន40ផ្លាយនេះគេធ្លាប់តែសម្រាប់ខ្មែរក្រមយើងតាំងជំរុកនៅខេត្តតាខ្មៅទេគុណហើយនៅខេត្តដទៃទៀតគេធ្លាប់សម្រាប់ខ្មែរក្រមយើងបានហើយរហូតមកដល់ទសវត្សរ៍ឆ្នាំ1990ផ្លាយមានប្រជាជនគមតុកជើងក្តីមានគេហៅថាសកម្មជនសកម្មនារីយើងជាច្រើនទៀតដែលត្រូវយួនបានកាប់សម្លាប់នៅពេលនោះគេហៅថាCA ហ្មងគេហៅCA 52កណា5152នោះគុណនៅខេត្តប្រតិពាំងនេះក្តីនៅខេត្តឃ្លាំងនេះក្តីនៅខេត្តដទៃទៀតក្តីពេលនោះគឺយួនត្រូវបានខ្មែរក្រមសកម្មជនសកម្មនារីរបស់ខ្មែរក្រមនៅពេលនោះគឺត្រូវបានការកាប់សម្លាប់យួននឹងគឺថាចាប់ហើយបាត់កាប់សម្លាប់បញ្ចោលធ្វើតាមទរណកម្មនឹងច្រើនណាស់នៅទសវត្សរ៍ឆ្នាំ80ផ្លាយគុណគឺខ្មែរក្រមរួមគូច្រើនណាស់ហើយខ្មែរក្រមយើងក្នុងនោះមានណាមានប្រជាជនគំទុកយើងហើយដែលយួនធ្វើគាត់ធ្វើខិតនៅក្នុងគុកទៀតគុណដែលគុណឃើញនេះរឿងនេះគឺថាសារជាតិរបស់កុម្មុយនីនេះសារជាតិកៅតដៃរបស់ប្រឡាក់ឈាមខ្មែរក្រមពេញក្នុងដៃរបស់កណ្ដាប់ដៃរបស់កុម្មុយនីដូច្នេះរឿងនេះយើងធ្វើការកោទោះជាអឡារិកយើងមិនអាចអត់បានទេរឿងនេះចង់មិនចង់ទៅដល់ណាក៏ដល់គឺយើងតការអស់នេះយើងនឹងខ្ញុំនឹងជម្រាបបន្ថែមទៀតរឿងអ្វីដែលយើងតធ្វើអាហ្នឹងជាអង្គការទី3កណានិយាយបានមិញអង្គការទី3កាធ្លាក់គេហៅថាអង្គការទី3
ដែលខ្ញុំនិយាយមិញនិយាយសើបណាគាត់គឺធ្វើការតកល់ទោសរហូតទៅដល់សុំអន្តរជាតិនឹងធ្វើគេហៅថាធ្វើការស៊ើបអង្កេតនៅរឿងដែលជាពិសេសគឺករណីរបស់លោកថាញាហ្នឹងឯងដែលទទួលទណ្ឌកម្មមុខយ៉ាងធ្ងន់ធ្ងរដែលយើងមើលឃើញទៅចំមុខពេញហ្នឹងគាត់